អូខេសូមគោរពនឹងជំរាបសួរអ្នកទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅវីដេអូនេះផងដែរដោយអ្នកទាំងអស់គ្នាបានឃើញនៅចំណងជើងនៃវីដេអូអញ្ចឹងគឺខ្ញុំនឹងបង្ហាញតកតនឹងការភ្ជាប់អត្តសញ្ញាណប័ណ្ណឬក៏ប័ណ្ណបើកបរឬក៏ passport ជាមួយនឹង SIM អ្នកទាំងអស់គ្នាជាពិសេស SIM Smart ហើយខ្ញុំក៏បានធ្លាប់ធ្វើចំពោះ SIM ប្រព័ន្ធ SIM card ម្ដងរួចមកហើយ so អញ្ចឹងជាពិសេសអ្នកដែលទៅតែទិញ SIM មួយទឹកមួយរៀលមួយ2000មួយអីហ្នឹងហើយវាអត់តជាប់ចឹងវាអាចប្រឈមមុខនឹងការបិទនៅ SIM ហ្នឹងលឿនឆាប់ខូចហើយអត់មានហៅថាសេវាទទួលខុសត្រូវអីទៅលើ SIM ហ្នឹងទេ so អញ្ចឹងអីយើងត្រូវតែភ្ជាប់វាជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងហើយអូខេ so អញ្ចឹងខ្ញុំសូមប្រាប់ពីគុណសម្បត្តិវាបន្តិចទីថាអ្នកនរគ្នាមានលេខទូរស័ព្ទហ្នឹងហើយអ្នកនរគ្នាភ្ជាប់ជាមួយតញ្ញាប័ណ្ណអ្នកនរគ្នាស្រាប់តែថ្ងៃមួយស្រាប់តែមានចោលលួចឬក៏បាត់អ្នកនរគ្នាចង់តបើក SIM ថ្មីគេនឹង check មើលថាត្រូវនឹងអត្តសញ្ញាណរបស់យើងអត់អញ្ចឹងគេនឹងបាក់ឲ្យយើងស្រួលហ្មងអត់មានញ៉ៃត្រូវការតាមដានអីទេ so អញ្ចឹងអ្នកនរគ្នាត្រូវការចូលទៅក្នុង link នៅខាងក្រោមដើម្បីភ្ជាប់នៅអត្តសញ្ញាណរបស់អ្នកនរគ្នាឲ្យបាច់បាក់ដូចសម័យមុនត្រូវការ print ម៉ាស៊ីនអីទេបាទសម័យនេះថតចេញពីទូរស័ព្ទដៃផ្ញើទៅឲ្យវាហ្មងក៏បានដែរហើយយើងត្រូវការទូរស័ព្ទក៏បានកុំព្យូទ័រក៏បានហើយអ្នកនរគ្នាចុច link នៅខាងក្រោម description ឬក៏អ្នកនរគ្នាចូលកន្លែងប្រអប់ search អ្នកនរគ្នាទៅសេថា smart sim registration បាទ smart sim registration ហើយយើងចូលយកកន្លែងនេះបាទ sim registration support smart exata បាទហើយខ្ញុំបិទហ្មងទៅកុំឲ្យបាទអញ្ចឹងអ្នកនរគ្នានឹងឃើញបែបនេះអញ្ចឹងអ្នកនរគ្នាចុចយកពាក្យថា sim registration បន្តមកទៀតអ្នកនរគ្នាវាយលេខទូរស័ព្ទដៃអ្នកទាំងអស់គ្នាចូលគឺជាលេខទូរស័ព្ទប្រព័ន្ធ smart បាទហើយបន្តមកទៀតអ្នកនរគ្នាចុចយកពាក្យថា request SMS code អញ្ចឹងវានឹងធ្វើការផ្ញើបាទលេខកូដទៅក្នុងទូរស័ព្ទអ្នកទាំងអស់គ្នាឲ្យប្រើប្រព័ន្ធ smart ហ្នឹងអូខេវាផ្ញើមកលើមកហ្មងអញ្ចឹងយើងយកលេខកូដហ្នឹងចូលទៅវាយបញ្ចូលទៅវាមានលេខកូដបាទនេះលេខកូដនៅក្នុងហ្នឹងយើងវាយបញ្ចូលទៅបាទ64379អូខេអត់ចុចចេញហ្នឹងអូខេហើយយើងចុចពាក្យថា log in ចឹងចូលមកហើយអ្នកនរគ្នាដែលទើបតែទិញ SIM ថ្មីគឺពេលខ្លះវាអត់ចេញមកបែបនេះទេដោយសារតែ SIM ខ្ញុំជាប្រភេទ SIM មួយទឹកចឹងវាមានពាក្យចឹងមកហើយពាក្យ update ហើយតាមពិត SIM នេះគឺមានគេប្រើម្ដងហើយបាទមានគេប្រើចឹងណាហើយចឹងខ្ញុំត្រូវការ update ដើម្បីបង្ហាញពីតសញ្ញាណតខ្លួនរបស់ខ្ញុំវិញព្រោះថ្ងៃក្រោយពេលខ្ញុំបាត់ទៅខ្ញុំអាចធ្វើបានចឹងឡើងខាងលើនេះគឺយើងដាក់ឈ្មោះយើងបាទហើយខាងក្រោមនេះគឺយើងដាក់តកូលយើងហើយកន្លែងនេះគឺយើងជ្រើសរើសទៅវាមាន passport បាទបាន ID card របស់រដ្ឋចំពោះព្រះសង្ឃបាទ ID card របស់ព្រះសង្ឃហើយនឹងបានបើកបរ passport ហើយនឹងតញ្ញាណប័ណ្ណប៉ុណ្ណឹងចេញសរសើរខ្ញុំប្រើតញ្ញាណប័ណ្ណចឹងយើងវាយតញ្ញាណប័ណ្ណហើយកន្លែងនេះគឺយើងវាយលេខតញ្ញាណប័ណ្ណអ្នកនរគ្នាបញ្ចូលអូខេឥឡូវចាំតិចទៀតខ្ញុំវាយបញ្ចូលឥឡូវបន្តមកទៀតគឺយើងជ្រើសរើសយក nationality យើងយកខ្មែរមកហើយប្រភេទភេទគឺយើងយកតាមអ្នកនរគ្នាស្រីដាក់ស្រីទៅប្រុសដាក់ប្រុសទៅបាទស្រីដាក់ female ប្រុសដាក់ male អូខេចឹងខ្ញុំប្រុសខ្ញុំដាក់ male ហើយយើងដាក់ birthday យើងបាទ date of birth មកថាថ្ងៃខែឆ្នាំកណ្ដាលយើងខ្ញុំកើតថ្ងៃ30បាទខែ November ឆ្នាំ1000ច្រឡំ2002ហ្នឹងហើយអូខេក្មេងលហកទេចឹងអ្នកនរគ្នាខ្ញុំទៅពាក់កន្លែងនេះមួយសិនណាបាទ ID passport number ខ្ញុំត្រូវទៅយកតញ្ញាណប័ណ្ណខ្ញុំប៉ុន្តែអីទេខ្ញុំផ្ញើរូបថតទៅតិចទៀតដឹងហើយអូខេអញ្ចឹងអ្នកនរគ្នាព្យាយាមកុំឲ្យគេដឹងនៅលេខ ID មកនេះអ្នកនរគ្នាអូខេអញ្ចឹងបន្តមកទៀតគឺអ្នកនរគ្នាមើលកន្លែងនេះគឺវាមានពាក្យ choose file front ID និង back ID មានន័យថាផ្ទៃខាងមុខនិងផ្ទៃខាងក្រោយនៃអត្តសញ្ញាណប័ណ្ណរបស់យើងតាមពិតវាចេះតែផ្ញើឲ្យវាទៅអូខេហើយសូមអធិស្ឋានមកសិនជាលឺសំឡេងរំខានអីព្រោះនៅចិត្តផ្ទះខ្ញុំគឺគេធ្វើសង់ផ្ទះល្វែងសង់អីចឹងណាគេធ្វើបែបធ្វើលក់ធ្វើអីចឹងទៅវាមានលឺសំឡេងអាដែកក្មេងញ៉ៃចឹងជាស្រ័យអូខេ so អញ្ចឹងនេះគឺរូបតញ្ញាណប័ណ្ណខ្ញុំមាន3នេះបាទគឺខាងមុខខាងក្រោយហើយមុខដែលខ្ញុំបាន print ពីក្នុងកុំព្យូទ័រអញ្ចឹងខ្ញុំអ្វីដែលខ្ញុំផ្ញើគេគឺផ្ញើនេះមកបើអ្នកនេះអត់មានលទ្ធភាពធ្វើចេះបានទេដែលយើងយកទៅ print កន្លែងគេបានទេអ្នកនរអាចថតចេញពីទូរស័ព្ទដៃអ្នកនរចេះផងហើយចេះមកបាទតែខាងមុខហើយខាងក្រោយ so អញ្ចឹងខ្ញុំត្រូវការ copy ហ្នឹងអាហ្នឹងចេញមកក្រៅមកដាក់លើ desktop ខ្ញុំទៅស្រួលហ៎ហ្នឹងហើយអញ្ចឹងបន្តមកទៀតគឺយើងចុចយក front ID បាទចុចហ្នឹងមកហើយយើងទៅស្វែងរករបស់យើងបាទនៅក្នុង desktop របស់យើងបាទ
យើងចុចយក open ហើយបន្តមកគឺយើង choose គេហៅថា back ID គឺយើងយកអារូបដែលយើងថតនៅផ្ទៃខាងក្រោយមកប៉ុន្តែបើសិនជាយើងមានប្រភេទចេះហើយយើងផ្ញើចេះទៅក៏អីដែរបាទអូខេតមកទៀតយើងចុចយកកន្លែង I have it so អញ្ចឹងយើងចុចយក submit មកអញ្ចឹងឥឡូវខ្ញុំសុំវាយលេខនេះសិនខ្ញុំមកតាក់ញ៉ាំបានខ្ញុំសិននោះនេះនៅចិត្តមកអញ្ចឹងខ្ញុំកន្លែងនេះខ្ញុំសុំវាយលេខតាក់ញ៉ាំបានខ្ញុំចូលបាទគឺនៅផ្ទៃខាងលើកន្លែងនេះបាទខ្ញុំភ្លេចមើលកាមេរ៉ាដាក់កាមេរ៉ាត្រូវអត់បាទកន្លែងនេះផ្ទៃខាងលើកន្លែងនេះយើងវាយលេខទៅចូលទៅបាទមួយអូខេតោះបន្តិចយើងចុចយក submit មក sending អូខេចឹង everything គឺវារួចជាស្រេចហើយគ្រាន់វាកំពុងតែផ្ញើចឹងហើយរៀងយូរបន្តិចអត់យូរខ្លាំងទេយូរតែបន្តិចទេអូខេវាដាក់ថា congratulations your profile has been register ហើយអ្នកនឹង receive បាទនៅ SMS មួយបាទហើយចឹងនិយាយថាអ្នកនរគ្នានឹងទទួលបាន SMS មួយដែលវាប្រាប់ថាយើងបាន verify ជោគជ័យហើយដើម្បី download វានឹងចុចទៅហ្នឹងទៅបាទចង់ down ក៏បានឲ្យក៏បានណាបាទអូខេ download ក៏បានណា so អញ្ចឹងអានេះគឺជារបៀបភ្ជាប់ហើយដូចទៅនឹង share card អញ្ចឹងបាទអញ្ចឹងអរគុណច្រើនមែនតើសម្រាប់ការទស្សនាបងប្អូនមានបញ្ហាចម្ងល់អីតាក់ទងនឹងប្រព័ន្ធ SIM Smart SIM Share Card ហើយអាចជួយការ comment នៅខាងក្រោមខ្ញុំមកជួយដោះស្រាយជូនអ្នកនរគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ